មុននឹងចូលដល់វីដេអូនិយាយគ្នាហើយណាគេ like comment វីដេអូខ្ញុំជាកូនខ្មែរណាគេអត់ជួយ like ជួយ comment ទេជាកូនថៃថ្ងៃនេះគឺខ្ញុំអត់ដាក់បន្ទុកឲ្យ skin ណាតានដោយសារតែខ្ញុំខានធ្វើវីដេអូអញ្ចឹងយូរហើយប៉ុន្តែមានសំណុំពរគ្នាយើងច្រើនតោះចូលដល់ការដាក់បន្ទុក hero របស់យើងបដ ாய் ទៅដោយសារតែថ្ងៃនេះអត់ចង់និយាយអីវែងឆ្ងាយទេចំពោះ hero ណាតាននេះដែរគឺវាសង្ហាម៉ូតសក់ក៏លយដែរមើលទៅសក់សហើយបាសទៀតបើ outfit របស់គេមើលទៅសាបសាប៉ុន្តែជិះរៀងសង្ហាហើយបើគ្រឿងប្រដាប់នៅលើខ្លួនវិញក្រោយខ្នងមានជាលក្ខណៈកងចាក់ដើម្បីបវលពេលវេលាហើយអាវុធរបស់គេវិញមិនដឹងជាកភ្លើងមិនដឹងជាព្រួយស្អីទេគឺកាន់ជាប់នៅដៃហ្នឹងហ្មងអត់ដឹងមើលអត់យល់អញ្ចឹងខ្ញុំ rate ឲ្យ skin នេះ6 លើ 10ចំពោះភាពសង្ហារបស់វា skin ទី1ដែលយើងស្គាល់វាថាជា skin normal ឬក៏ជា skin បងប្អូនជីដូនមួយអា hero មិញហ្នឹងនិយាយទៅភិនភាគរបស់វាអត់សូវខុសគ្នាពី hero ហ្មងទេគ្រាន់តែកៅវាដូរពណ៌តិចតួចអញ្ចឹងខ្ញុំអត់សាំញ៉ាំច្រើនដែរខ្ញុំ rate ឲ្យវា6 លើ 10ដូចគ្នាអូខេឥឡូវគឺយើងចូលមកដល់ skin ទី2ហើយដែលត្រូវជា skin elite អញ្ចឹង skin នេះវាមានភិនភាគរៀងខុសគ្នាដែរអញ្ចឹងយើងអាចថែមថយបន្ទុកតាមហ្នឹងឈុតរបស់គេនៅក្នុង skin នេះគឺជះរៀងសង្ហាជាងអា skin មុនហ្នឹងបន្តិចដោយសារតែ skin របស់គេរៀងឡើងថ្លៃអីចឹងណាក៏ពិតជះរៀងសង្ហាហ្នឹងគឺជះដោយសារតែអាភ្លើងកងចាក់នៅពីក្រោយហ្នឹងតាល្មមដើរពេលយប់អីគេរត់អស់ស្មានតែអាព្រោះអីពណ៌ឡើងបៃតងខ្ចីតែ skin នេះអីដែលធ្វើឲ្យវាអាប់ហ្មងហ្នឹងគឺពណ៌សក់បើដាក់ពណ៌សក់សហ្មងអត់អីទេតែដល់ពេលដូរពណ៌ទៅជារៀងប្រផេះហើយសតិចចឹងដូចសក់ស្កូវលកចាស់ត្រូវជាមួយនឹងរៀងពាក់បែនតាអញ្ចឹងទៀតទៅបដ ாய் ដោយសារតែវារៀងស្ទើបន្តិចចឹងខ្ញុំឲ្យវា5កន្លះលើ10អញ្ចឹងមិនថាសក់ក្បាលនេះមួយតែរើសពណ៌មិនត្រូវគឺទាញទម្លាក់ហ្មងតែបើមើលឲ្យយូរទៅមិនមែនមានតែសក់អីអាស្រោមដៃស្រោមជើងពណ៌សហ្នឹងក៏មានអារម្មណ៍ថាវាអត់សូវស៊ីគ្នាដែរអញ្ចឹងខ្ញុំ detail តែប៉ុណ្្នឹងបានហើយឥឡូវយើងចូលទៅ skin ទី3របស់យើងគឺជា skin starlight ឥឡូវមកខ្វាច់ទៅឃើញពណ៌សក់ស្តៀងអាមិញដែរតែដូចមិនមែនទេតែមកជាមួយនឹង outfit គេបែបក្រហមខ្មៅអីចឹងមើលទៅវាស៊ីជាមួយនឹងសក់ស៊ីជាមួយនឹងកងចាក់របស់គេហ្មង Oh my god ខ្ញុំឆ្លាញ់ skin នេះមើលទៅវាតាក់ទាញសង្ហាមានអំណាចអញ្ចឹង skin នេះគឺខ្ញុំសុំ rate ឲ្យវាដល់8 លើ 10ពណ៌ក្រហមលាយពណ៌ខ្មៅនេះគឺមើលមកមានអំណាចហ្មងអញ្ចឹងឥឡូវយើងកុំទាន់វែកញែកតទៀតមកមើល skin collector ថ្មីប្រចាំខែតុលានេះសិនអញ្ចឹងនៅល្ងាចនេះម៉ោង3គឺគេនឹងដាក់មកឲ្យ skin collector almond មកជាមួយនឹង brody ហើយនឹង skin atlas អញ្ចឹងចំពោះគ្នាយើងដែលជាដៃ3 hero ហ្នឹងក៏មើលរំលងពីកញ្ចប់នេះឲ្យសោះអញ្ចឹងកញ្ចប់ទី1គឺបើកមួយថ្ងៃមួយតម្លៃ $47.99 សេនទទួលបាន $3688 ពេជ្រនិងកញ្ចប់ទី2គឺជាកញ្ចប់តនហនចេញភ្លាមយកភ្លាមតម្លៃ $70.99 សេនទទួលបាន $5532 ពេជ្រចំពោះកញ្ចប់ទាំងពីរហ្នឹងគឺគ្នាយើងអាចធ្វើការរកដាក់បាននៅ Page Cry Baby Store skin ទី4គឺជា skin collector ហើយក៏ជា skin សំណប់ចិត្តខ្ញុំដែរប៉ុន្តែខ្ញុំអត់ចេះលេង hero ហ្នឹងឯងគ្រាន់តែថាឃើញ hero ណាស្អាតដឹងតែសង្សារខ្ញុំទាំងអស់អញ្ចឹង detail នៅក្នុង skin នេះមិនមែនស្អាតតែរូបរាងទេទាំង background ទាំង intro skill អីគឺស្អាតមកចប់ skin ចេញមករបៀបដូចទេវតាអញ្ចឹងណាមើលតែឈុតគេឲ្យពណ៌សលីទឹកសមុទ្រមើលទៅធម្មតាតែការពិតគឺមិនធម្មតាហ្នឹងមិនមែនឈួតទេណាចង់និយាយថាគ្នាសង្ហាហើយសំបីតាកាយវិការការឈោអីក៏ចេញមកបរោះពិតដែរ skin ហ្នឹងអត់មានអី detail ពីវាទេដោយសារតែវាស្អាតមកចប់ចឹងខ្ញុំ rate ឲ្យវា1000 លើ 10ចូលមកដល់ skin ទី5គឺជា skin special skin នេះមើលមក plate ទៅដូចប៉ាស្ករបៀបថាស្លៀកខោសេរីចាស់អីចឹងណាខ្ញុំចាប់អារម្មណ៍ពណ៌សក់ទៀតហើយពណ៌គេរៀងផ្សែងបរិយបែកស្វាយតិចអែមនិយាយទៅពណ៌ស្អាតហើយ outfit របស់គេវិញក៏មិនក្បត់សក់ដែរគឺពណ៌សបែកស្វាយដែរគាត់ថាខោនេះមើលទៅដូចខោសេរីចាស់អូយអត់ស្អាតទេមើលទៅរៀងចំណាស់បន្តិចចឹងខ្ញុំ rate ឲ្យវា7 លើ 10 skin ទី6ដែលត្រូវជា skin ចុងក្រោយគឺជា skin MSC តែចេញមកថ្មីដែរនេះ intro skill គេស្អីខ្លះហើយនេះញ៉ៃដល់កមានណាគេមើល skin នឹងឃើញស្អាតអត់ខ្ញុំមើលឃើញស្អាតទេឡើងកំម៉ៃនិយាយរួមទៅ outfit របស់គេនៅលើខ្លួននឹងដូចដែកពណ៌សក់ពណ៌មាសពាក់មកុដពាក់អីណាដូចឈួតអត់ដឹងមិនគេមើល skin MSC កម្រឃើញ skin ណាស្អាតក្រៅពី skin ស្រីគឺមើលអត់ចូលភ្នែកមកហាជាខុសគេតែខ្ញុំទេមើលទៅចឹងអ្នកទាំងគ្នាកុំប្រកាន់ខ្ញុំអីព្រោះអាការ red skin នេះគឺតាមចំណង់ចំណូលចិត្តរៀងខ្លួនតែចំពោះខ្ញុំគឺខ្ញុំមើលអត់ឃើញស្អាតចឹងអ្នកទាំងគ្នាគិតថាស្អាតអត់ជួយ comment នៅក្នុងវីដេអូនេះម្នាក់មួយផងយ៉ានិយាយចង់និយាយឡើងភ្លេច rate ឲ្យវាខ្ញុំ rate ឲ្យវា4 លើ 10ចឹងក្នុងចំណោម skin ណាតាន់ទាំង6ហ្នឹងតើអ្នកទាំងគ្នាស្រឡាញ់ចូលចិត្ត skin មួយណាជាងគេកុំភ្លេច comment ប្រាប់ខ្ញុំឲ្យបានដឹងផងហើយកុំភ្លេច comment hero ដែលអ្នកទាំងគ្នាចង់ឲ្យខ្ញុំធ្វើការដាក់បន្ទុកបន្តទៀតចុះវីដេអូគឺមានតែប៉ុណ្្នឹងទេបាយ